ជំងឺខប់ឬជំងឺផ្លូវដង្ហើមរាំងស្ទះជាប្រចាំជាទូទៅគេក៏ស្គាល់ថាជាជំងឺលាកសួតជាប្រចាំឬការក្អករបស់អ្នកជក់បារីគឺជាមូលហេតុទី3នៃការស្លាប់នៅក្នុងប្រទេសឥណ្ឌានិងជុំវិញប្រហែលជាមានមនុស្សជាង55លានអ្នកកំពុងទទួលរងពីជំងឺខប់នៅក្នុងប្រទេសឥណ្ឌាហើយមូលហេតុចម្បងនៃជំងឺខប់គឺការជក់បារីនិងការដកដង្ហើមច្រើនពេកពីការប៉ះពាល់បរិស្ថានឬការប៉ះពាល់ក្នុងការងារនៅតំបន់ជនបទជាពិសេសក្នុងចំណោមប្រជាជនស្រីការប៉ះពាល់ដោយឧស្ម័នជីវមាសដែលមានន័យថាការចម្អិនអាហារដោយអូរគឺជាមូលហេតុចម្បងមួយនៃជំងឺខប់ក្នុងចំណោមប្រជាជនស្រីនៅតំបន់ជនបទរោគសញ្ញានៃជំងឺខប់គឺការក្អកនិងស្លេស្មការក្អកជាប្រចាំនិងស្លេស្មយូពេលការដកដង្ហើមលំបាកសំឡេងស្រែកស្រាលនៅក្នុងទ្រូងពេលដកដង្ហើមនិងការគិតឬធ្ងន់ទ្រូងខ្លះនៅលើរយៈពេលមួយពួកគេអាចមានការបាត់បង់ទម្ងន់ផងដែរវិធីល្អបំផុតដើម្បីការពារជំងឺខប់គឺមិនត្រូវជក់បារីឬប្រសិនបើមាននរណាម្នាក់កំពុងជក់បារីគួរឈប់ជក់បារីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានគួរជៀសវាងបរិស្ថានដែលមានផ្សែងច្រើនឬការបំពុលបរិស្ថានគ្រប់ប្រភេទការព្យាបាលគឺជាទម្រង់ថ្នាំបាញ់ដកដង្ហើមនេះគឺជាវិធីល្អបំផុតក្នុងការព្យាបាលអ្នកជំងឺព្រោះវាដើរត្រង់ទៅក្នុងសួតហើយថ្នាំបាញ់ដកដង្ហើមគឺជាថ្នាំដែលគេហៅថា bronchodilator ដែលបាញ់ដកដង្ហើមបន្ថែមពីលើថ្នាំមាត់មួយចំនួនអាស្រ័យលើភាពធ្ងន់ធ្ងររបស់ជំងឺខប់ដូច្នេះខប់ក៏ត្រូវបានគេហៅថាជាជំងឺដែលអាចការពារឬអាចព្យាបាលបានព្រោះមូលហេតុបង្កគឺផ្សេងដូច្នេះប្រសិនបើនរណាម្នាក់ឈប់ជក់បារីឬជៀសវាងការជក់បារីទាំងស្រុងនោះគឺជាវិធីល្អបំផុតក្នុងការការពារជំងឺនេះបន្ថែមពីនេះទៀតប្រសិនបើអ្នករស់នៅក្នុងទីក្រុងដែលមានការបំពុលនៅកន្លែងសមស្របដោយប្រើម៉ាស់ដើម្បីជៀសវាងការបាញ់ដកដង្ហើមមូលលក្ខណៈនោះគឺជាវិធីល្អបំផុតបន្ថែមពីនេះទៀតជីវិតមានសុខភាពល្អដោយធ្វើយូហ្គាប្រចាំថ្ងៃប្រាណាយាមលំហាត់ដង្ហើមជ្រៅនិងការមិនជក់បារីនឹងជួយបង្កើនសុខភាពសួត